នាងខ្ញុំតំណាងនាយកដ្ឋានបុគ្គលិកមានក្តីសោមនស្សរីករាយដើម្បីចែករំលែកអំហាញអំពីការចូលរួមរបស់ក្រសួងក្នុងការកែតម្រង់រដ្ឋបាលសាធារណៈនៅពេលនេះនាងខ្ញុំមានមេតិកាចំនួន5សេចក្តីផ្ដើមរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចការដំណាក់កាលទី1ដែលជាស្នូលនៃយុទ្ធសាស្ត្រនេះគឺផ្ដោតសំខាន់ទៅលើការកែតម្រង់និងការពង្រឹងអភិបាលកិច្ចដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលទំនើបមានសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតស្អាតស្អំនិងជារដ្ឋបាលរបស់ប្រជាជនបម្រើផលប្រយោជន៍របស់ប្រជាជនក្នុងទិសដៅនេះរដ្ឋបាលសាធារណៈត្រូវប្រែក្លាយពីការគ្រប់គ្រងផ្ដោតជាសំខាន់លើការប្រតិបត្តិធម្មតាឆ្ពោះទៅការគ្រប់គ្រងរដ្ឋបាលផ្អែកលើសមិទ្ធកម្មជាក់លាក់និងពិតប្រាកដដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនដើម្បីសម្រេចបាននូវចក្ខុវិស័យនេះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញជាវិធានការគន្លឹះចំនួន3ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈដោយផ្ដោតសំខាន់ទៅលើការពង្រឹងគុណភាពប្រសិទ្ធភាពនិងសមត្ថកម្មគន្លឹះរបស់មន្ត្រីនិងស្ថាប័នដែលរួមមាន1ការដាក់ចេញឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារប្រកបដោយគុណធម៌តម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាព2ការពង្រឹងសមត្ថភាពនិងសមត្ថកម្មស្ថាប័នលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសិលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព3ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសន្តិភាពសមធម៌ប្រសិទ្ធភាពនិងចីរភាពជាបន្តអំពីការពិនិត្យឡើងវិញការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងនាងខ្ញុំមានកិត្តិយសសូមជម្រាបអង្គពិធីទាំងមូលឲ្យបានជ្រាបថាការងារនេះគឺផ្អែកលើសេចក្តីណែនាំចំនួន1និងសារាយចរចំនួន2ដោយសេចក្តីណែនាំលេខ01សរចុះថ្ងៃទី21ខែឧសភានៅឆ្នាំ2024ផ្អែកលើសេចក្តីណែនាំនេះក្រសួងរៀបចំដែនដីបានរៀបចំរបាយការណ៍វឌ្ឍនភាពលើកទី1ដើម្បីផ្ញើជូនទៅក្រសួងមុខងារសាធារណៈនៅថ្ងៃទី18ខែកក្កដាឆ្នាំ2024ដែលនៅពេលនោះក្រុមការងារធ្វើការពិនិត្យឡើងវិញលើមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងនាពេលបច្ចុប្បន្នប៉ុណ្ណោះរហូតមកដល់ខែតុលានៅថ្ងៃទី25ខែតុលាឆ្នាំ2024ក្រសួងបានធ្វើការពិនិត្យលើវឌ្ឍនភាពនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធទៅថ្ងៃមុខដោយពេលនោះក្រសួងបានវិភាគឃើញមុខងារស្នូលក្រសួងចំនួន4មុខងារគាំទ្រ12និងមុខងារជំនាញ22ចំពោះសេវាសាធារណៈនៅពេលអនាគតយើងពេលនោះពុំទាន់បានគិតគូរបន្ថែមច្បាស់លាស់ទេដូច្នេះតួលេខគឺយើងបានប្រើប្រាស់តួលេខក្នុងឆ្នាំ2024ដែលយើងបានធ្វើរបាយការណ៍លើកដំបូងដែលឡែកធនធានមនុស្សនៅពេលនោះយើងមានការតម្រូវការស្នើសុំគឺទៅតាមការបំពេញតារាងដែលខាងក្រសួងមុខងារផ្ដល់ជូនឲ្យយើងបំពេញចាប់ពី2024ដល់2029ដែលសរុបតួលេខមានការកើនឡើងច្រើនប៉ុន្តែនាងខ្ញុំសូមជម្រាបអាដាមលោកជំទាវមេត្តាជាថាការជ្រើសរើសមន្ត្រីនាពេលបច្ចុប្បន្ននេះក៏ដូចជាពេលអនាគតយើងចាំបាច់ត្រូវមានការពិព័រណ៍នាមុខតំណែងឲ្យច្បាស់លាស់គឺតម្រូវការមុខតំណែងតម្រូវការមន្ត្រីមុខតំណែងគ្រប់គ្រងមានយ៉ាងម៉េចមុខតំណែងវិជ្ជាជីវៈយ៉ាងម៉េចនិងពិព័រណ៍នាចំនួនតួលេខមន្ត្រីចាប់ពីតាំងពីមន្ត្រីរហូតទៅដល់ថ្នាក់ដឹកនាំនៅក្នុងរបៀបរបស់អាដាមលោកស្រីចំនួននេះប្រសិនបើលោកស្រីពិព័រណ៍នាឃើញទៅមានថាខ្ញុំឧទាហរណ៍ថាក្នុងអង្គភាពលោកស្រីមានទាំងអស់20រូបប៉ុន្តែលោកស្រីពិព័រណ៍នាមុខតំណែងទៅមានតែ19រូបដូច្នេះមានន័យថាមួយរូបក្នុងចំណោមនេះនៅពេលដែលចូលនិវត្តន៍គេមិនអនុញ្ញាតឲ្យលោកស្រីរើសទៀតទេនេះជាគោលការណ៍របស់ក្រសួងមុខងារសាធារណៈជាបន្តដោយសារតែមានសារាចរលេខ05ចុះថ្ងៃទី26ខែមីនាឆ្នាំ2025ស្តីពីការកំណត់និងការអនុវត្តមុខងារនៅតាមក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិដូច្នេះមុខងារស្នូលរបស់ក្រសួងត្រូវកែប្រែមកជា4វិញដោយឡែកមុខងារគាំទ្រគឺមាន5
ចំពោះមុខងារជំនាញដែលលើកមុនយើងហៅមុខងារជំនាញមាន22យើងត្រូវប្រែឈ្មោះមកជាមុខងាររងនៃមុខងារស្នូលគឺ22ដូចគ្នាហើយក្រុមការងារដោយក្នុងនោះមាននាយកដ្ឋាននីតិកម្មក៏ដូចជានាយកដ្ឋានបុគ្គលិកជាសេនាធិការជូនក្រុមការងារកែតម្រង់រដ្ឋបាលសាធារណៈបាននឹងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនេះគឺយើងត្រូវផ្អោបជាមួយនឹងការវិភាគមុខតំណែងចាការវិភាគមុខងារការវិភាគពីព័ត៌មានមុខតំណែងរបស់អង្គភាពនីមួយៗឲ្យបានច្បាស់លាស់ដោយដែរនាងខ្ញុំបានជម្រាបជូនអាដាមលោកជំទាវលោកស្រីអំបញ្ញមិញប៉ុន្តែខាងក្រសួងខាងនាយកដ្ឋានបុគ្គលិកពុំទាន់ទទួលបានទម្រង់ណាមួយដែលត្រូវណែនាំអាដាមលោកជំទាវលោកស្រីឲ្យរៀបចំធ្វើការពីព័ត៌មានមុខតំណែងខ្លួនឯងមួយនៅឡើយទេចាបន្តមកទៀតគឺអំពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជំរឿនមន្ត្រីជាក់ស្ដែងផ្អែកលើសារាចរណ៍លេខ11ចុះថ្ងៃទី20ខែឧសភាឆ្នាំ2025ក្រសួងរៀបចំណែនដីនគររូបនីយកម្មនិងសំណង់បានចេញសេចក្តីសម្រេចលេខ055ដុល្លារសចុះថ្ងៃទី17ខែកក្កដាឆ្នាំ2025ស្តីពីការបង្កើតក្រុមការងារទទួលបន្ទុកការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនជាមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធក្រសួងការងារនេះនាយកដ្ឋានបុគ្គក្រសួងក៏ទទួលបានលិខិតអញ្ជើញដើម្បីចូលរួមយុទ្ធនាការបើកយុទ្ធនាការធ្វើជំរឿននេះគឺនៅថ្ងៃ4ខែសីហាឆ្នាំ2025ក្រោមអធិបតីភាពអាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងអាដាមកតិសភាចាអូមព័ន្ធនីរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីបើកយុទ្ធនាការនេះរួចហើយក្រសួងក៏ទទួលបានលិខិតអញ្ជើញប្រជុំនៅថ្ងៃទី7ខែសីហាឆ្នាំ2025ដើម្បីក្រុមការងារក្រសួងមុខងារសាធារណៈជម្រាបអំពីការត្រៀមខ្លួនដែលយើងត្រូវមានក្នុងការចូលរួមអនុវត្តការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមានដូចជាយើងត្រូវត្រៀមខ្លួនឲ្យមានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចរបស់មន្ត្រីតាំងពីថ្នាក់ដឹកនាំរហូតដល់មន្ត្រីបញ្ជីឈ្មោះនិងប្រវត្តិរូបទីប្រឹក្សាជំនួយការមន្ត្រីចុះកិច្ចសន្យានិងមន្ត្រីផ្សេងនាងខ្ញុំសូមជម្រាបដែរថាការធ្វើបច្ចុប្បន្នភាពនេះមិនមែនធ្វើតែមន្ត្រីរាជការប៉ុណ្ណោះទេប៉ុន្តែមន្ត្រីដែលមានមុខងារនយោបាយក៏ក្រុមការងារនឹងត្រូវធ្វើការត្រួតពិនិត្យមើលដែរបន្ទាប់មកខាងក្រសួងមុខងារសាធារណៈក៏បានរៀបចំសិក្ខាសាលាមួយដើម្បីបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿននេះនៅថ្ងៃទី19សីហាឆ្នាំ2025ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿននេះត្រូវអនុវត្តផ្អែកលើគោលការណ៍ពិនិត្យទៀងទាត់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែងមិនអនុញ្ញាតឲ្យមានការផ្ទេរឬផ្លាស់ប្ដូរអង្គភាពបំពេញការងារមិនអនុញ្ញាតឲ្យមានការកែតម្រូវឬការទិន្នន័យឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេលយុទ្ធនាការដោយអាដាមអគ្គនាយកលោកបានបញ្ជាក់អំបញ្ញមិញអំពីការចុះផ្ទាល់របស់ក្រុមការងារទៅដល់អង្គភាពលោកស្រីបំពេញការងារហើយនាងខ្ញុំសូមបញ្ជាក់ថានៅពេលដែលក្រុមការងាររកឃើញអំពីអវត្តមានរបស់លោកស្រីបើសិនជាពុំមានលិខិតបទដ្ឋានគតិយុត្តបង្ហាញថាលោកស្រីមានច្បាប់ឬក៏មានបេសកកម្មទៅខាងក្រៅទេយ៉ាងយូររយៈពេល1ខែក្រុមការងារនឹងរៀបចំឯកសារដើម្បីលុបឈ្មោះចេញពីក្របខ័ណ្ឌនេះគឺជាគោលការណ៍នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីសូមអរគុណបន្តទៀតអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មក្នុងរដ្ឋបាលសាធារណៈដោយដែលអាដាមអគ្គនាយកលោកបានជម្រាបជូនម្ដងហើយថាការងារកែតម្រង់គឺការធ្វើវិភាគមុខងារឡើងវិញការជំរឿនមន្ត្រីនិងការពង្រាយមន្ត្រីប្រសិនមន្ត្រីលើសមន្ត្រីខ្វះនិងទី3គឺការតាមដាននិងការលើកទឹកចិត្តមន្ត្រីឬក៏ដាក់ពិន័យដូច្នេះខាងក្រសួងមុខងារសាធារណៈក៏បានចេញគោលការណ៍អំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មដោយអនុក្រឹត្យលេខ64ចុះថ្ងៃទី30ខែមេសាឆ្នាំ2025ផ្អែកលើអនុក្រឹត្យនេះក្រសួងក៏បានចេញសេចក្តីសម្រេចលេខ63ដល់នសសសរចុះថ្ងៃទី11ខែសីហាឆ្នាំ2025ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងដែលប្រព័ន្ធគាំទ្រប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងនេះគឺមាន3ប្រភេទសមត្ថកម្ម
ដែលទី1គឺការវិតម្លៃនិងការលើកទឹកចិត្តគាំទ្រសមត្ថកម្មបុគ្គលមានន័យថាមន្ត្រីម្នាក់អាចទទួលបានការលើកទឹកចិត្តដោយមានគម្រោងច្បាស់លាស់ទី2ការវិតម្លៃនិងការលើកទឹកចិត្តគាំទ្រសមត្ថកម្មអង្គភាពមានន័យថាអង្គភាពលោកស្រីក៏អាចស្នើសុំអនុវត្តប្រព័ន្ធលើកទឹកចិត្តប្រសិនបើមានការងារមួយជាក់លាក់ទី3ការវិតម្លៃនិងការលើកទឹកចិត្តគាំទ្រសមត្ថកម្មប្រភេទគម្រោងនាងខ្ញុំសូមជម្រាបជូនថាយោងតាមកិច្ចប្រជុំកាលពីថ្ងៃទី12ខែកញ្ញាឆ្នាំ2025អង្គប្រជុំបានណែនាំឲ្យក្រសួងស្ថាប័នរៀបចំស្នើសុំការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មផ្អែកលើគម្រោងមានន័យថាយើងត្រូវប្រមូលផ្ដុំជាគម្រោងតែគម្រោងនេះគឺស្ថិតទៅលើគម្រោងទាំង6នេះការដ្ឋាននេះគឺមានការដ្ឋានកែតម្រង់និងពង្រឹងអភិបាលកិច្ចការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការរៀបចំនិងគ្រប់គ្រងផ្នែកស្ថិតិស្ថិនន័យនិងផែនការរបស់ក្រសួងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលគម្រោងអនុវត្តមន្ត្រីកសិកម្មក្នុងសង្កាត់មានន័យថាក្នុង6ការដ្ឋាននេះបើសិនជាយើងមានគម្រោងណាមួយចូលគឺយើងអាចធ្វើ proposal រៀបចំឯកសារដើម្បីស្នើសុំអនុវត្តគម្រោងនេះបានក្នុងការងារអនុវត្តនេះគឺខាងក្រសួងមុខងារសាធារណៈបានផ្ដល់មកយើងមានដូចជាឯកសារទម្រង់គម្រោងពាក្យស្នើសុំអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មក្នុងរដ្ឋបាលសាធារណៈឯកសារគាំទ្រក្នុងការអនុវត្តការវិតម្លៃនិងការផ្ដល់ការលើកទឹកចិត្តសមត្ថកម្មឯកសារទម្រង់គំរូនៃរបាយការណ៍សមត្ថកម្មរបស់គណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រផ្អែកលើសមត្ថកម្មនេះខ្ញុំសូមបញ្ជាក់ជូនថានៅពេលដែលយើងសរសេររបាយការណ៍ដើម្បីស្នើសុំគម្រោងទៅក្រសួងមុខងារសាធារណៈរួចហើយគ្រាន់តែចុះកិច្ចសន្យាជាមួយនឹងខាងមុខងារសាធារណៈហើយភ្លាមយើងនឹងទទួលបានទឹកប្រាក់ 25% នៃគម្រោងយើងប៉ុន្តែនៅពេលដែលយើងអនុវត្តដូចជាបាន3ខែឬក៏6ខែយើងត្រូវមានរបាយការណ៍មួយក្នុងការអនុវត្តរបស់យើងនឹងបើកលុយបាន 25% ទៀតហើយនៅពេលដែលមានន័យថាការអនុវត្តការងាររបស់យើងគឺមានរបាយការណ៍តាមដានច្បាស់លាស់ហើយនៅពេលរបាយការណ៍តាមដានច្បាស់លាស់បានយើងអាចធ្លាក់លុយទៅតាមដំណាក់កាលមួយអញ្ចឹងទាំងអស់មាន4ដំណាក់កាលមានន័យថាដំណាក់កាលចាប់ផ្ដើមពាក់កណ្ដាលបន្ទាប់ពាក់កណ្ដាលបន្ទាប់និងចុងក្រោយចូលដល់សេចក្តីសន្និដ្ឋាននាយកដ្ឋានបុគ្គលិកក្នុងនាមជាសេនាធិការជួនអគ្គនាយកដ្ឋានរដ្ឋបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអនុវត្តលើវិធានការគន្លឹះផ្សេងៗដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីរួមចំណែកក្នុងការកែតម្រង់រដ្ឋបាលសាធារណៈជាក់ស្ដែងនាពេលបច្ចុប្បន្នការងារចម្បងដែលនាយកដ្ឋានបុគ្គលិកត្រូវធ្វើគឺការស្នើសុំកិច្ចសហការពីអង្គភាពទាំងអស់ក្រៅអាវ៉ារបស់ក្រសួងដែលមានការរៀបចំរចនាសម្ព័ន្ធឡើងវិញសូមអាយដាមលោកស្រីមេតាជ្រាបថាខាងក្រសួងមុខងារសាធារណៈបានណែនាំឲ្យយើងរៀបចំរចនាសម្ព័ន្ធដោយឈលលើអភិក្រមពង្រឹងជាជាងពង្រីកនិងការរៀបចំផ្ទះរបស់ខ្លួនឲ្យបានរៀបរយដូច្នេះការស្នើសុំបង្កើតនាយកដ្ឋានឬក៏ការិយាល័យបន្ថែមប្រហែលជាពុំអាចទៅរួចដូច្នេះស្នើសុំអាយដាមលោកជំទាវលោកស្រីមេតាយោគយល់លើគោលការណ៍នេះការជំរឿនមន្ត្រីជាក់ស្ដែងការងារនេះជាការងារចំបាច់ក្នុងអំឡុងពេលយុទ្ធនាការរបស់ក្រសួងមន្ត្រីទាំងអស់ត្រូវមានវត្តមាននៅកន្លែងបម្រើការងារករណីអវត្តមានក្នុងអង្គភាពត្រូវមានមូលហេតុណាមួយសមស្របហើយមន្ត្រីទាំងអស់ដែលមានវត្តមាននៅកន្លែងបម្រើការងារត្រូវដឹងអំពីតួនាទីរបស់ខ្លួនដែលខ្លួនបំពេញមិនមែនមានន័យថាមកហើយអង្គុយនៅពេលដែលពួកគាត់មកគេសួរថាយើងបានធ្វើអីយើងថាយើងអត់ដឹងបានធ្វើអីអាហ្នឹងជាលក្ខខណ្ឌមួយដែលគេនឹងត្រូវជំរុញចុងក្រោយគឺការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមត្ថកម្មមន្ត្រីយើងនឹងទទួលបានការលើកទឹកចិត្តចំពោះការបំពេញការងារសមស្របទៅតាមមុខងារអាទិភាពដែលជាគោលដៅរបស់រដ្ឋាភិបាលបានកំណត់